ជំរាបសួរដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃខ្ញុំមានរថយន្តមួយគ្រឿងចង់ធ្វើការណែនាំពុកម៉ែបងប្អូនជាពិសេសតែម្ដងបាទសម្រាប់ឡាន Ford Valtrac ប្រភេទ pick up មិនទឹកខ្លាញ់គោដែលខាងខ្ញុំទៅនឹងកាត់បានហើយនឹងរៀបចំឲ្យថ្មីសម្រាប់ពុកម៉ែបងប្អូនយើងដែលកំពុងស្វែងរកបាទប្រភេទឡានមិនទឹកខ្លាញ់គោ pick up ឡានថ្មីឡានស្អាតមានការធានាត្រឹមត្រូវទៅលើមិនបុកមិនកាត់តមិនស្ងោបរោពណ៌ជាពិសេសគឺមានការធានាទៅលើឯកសារត្រឹមត្រូវស្របច្បាប់កាត់ឈូបានខាងខ្ញុំគឺណែនាំពុកម៉ែបងប្អូនជាពិសេសតែម្ដងសម្រាប់ Valtrac មួយគ្រឿងនេះទៅលើភិនភាគឡានវិញពុកម៉ែបងប្អូនបាទគឺខាងខ្ញុំប្រាប់ច្បាស់តែម្ដងបាទអត់លាក់ភ្ញៀវទេជារៀងភ្ញៀវបាទមើលវីដេអូហើយមានទំនុកចិត្តហើយមកមើលខកចិត្តសម្រាប់ឡានភិនភាគច្បាស់ពុកម៉ែបងប្អូនបាទទឹកថ្នាំគឺស៊ីនមួយជុំអត់មានបាញ់មានជុះឬក៏បតក់ទេហើយឡាននេះគឺបានបិទស្គូតរួចរាល់ផងដែរទៅលើសម្បកកង់ទាំង4ពុកម៉ែបងប្អូនបាទថ្មីទៅផ្លាស់ប្ដូររួចរាល់គីឡូក៏តិចដែរគីឡូតែ 60000 ជាងទេបាទជាគីឡូស៊ីនរីឯយ៉ាន់ទាំង4គ្រាប់បាទជាប្រភេទយ៉ាន់ស៊ីនបាទយ៉ាន់ Ford Valtrac ស៊ីនតែម្ដងអត់មានឆ្កូតឬក៏សឹកឡាងកែមអីទេពុកម៉ែបងប្អូនបាទទាំង4គ្រាប់គឺថ្មីបាទហើយសំណុំស៊ីនរបស់វាកំណើទៀតហើយឡាននេះគឺបានបំពាក់ក្លុបរួចរាល់សម្រាប់ពុកម៉ែបងប្អូនដែលបានជឿទៅបាទគឺអត់បាច់ថែមថយលុយកាក់យកទៅថែមក្លុបដូរសបកឬក៏ដូរប្រេងម៉ាស៊ីនអីទេឬក៏បិទស្គូតអីទេដោយសារតែឡានមួយគ្រឿងនេះបាទគឺបានរៀបចំរួចរាល់ហើយតែម្ដងចំណែកឯផ្នែកខាងក្នុងពុកម៉ែបងប្អូនបាទដូចជាដៃយ៉ាងកូតដៃលេខទៅលើតាប់ឡូក្លុកលាខ្ចៅក្លុកលាជ័របាទថ្មីអត់មានបែកបាក់ឬក៏ប្រេះស្រាំអីទេជាពិសេសទៅលើពូកកៅអីនឹងតែម្ដងពុកម៉ែបងប្អូនបាទទាំង5កៅអីគឺថ្មីស្បែកស៊ីនសំណុំដើមមកអត់មានដេប៉ះផ្លាស់ប្ដូរទេបាទហើយថ្មីបែបនេះពុកម៉ែបងប្អូនណាដោយសារតែឡានមានការប្រើប្រាស់តិចគីឡូតែ 60000 ជាងទេបាទគឺគីឡូស៊ីនបាទខាងខ្ញុំធានាជូនពុកម៉ែបងប្អូនតែម្ដងអ្វីដែលពិសេសជាងនឹងទៀតពុកម៉ែបងប្អូនបាទសម្រាប់ Valtrac គឺអត់មានកាមេរ៉ា360ទេប៉ុន្តែឡាននេះគឺបានបំពាក់រួចរាល់ជាមួយនឹងមញ៉េ Android ហើយក៏បានដំឡើងរួចរាល់ផងដែរជាមួយនឹងកាមេរ៉ា360បាទគឺដំឡើងមួយជុំឡានតែម្ដងបាទពុកម៉ែបងប្អូនដែលកំពុងស្វែងរកប្រភេទ Ford Valtrac មកទឹកខ្លាញ់គោបាទប្រភេទឡានថ្មីឡានស្អាតមានការធានាត្រឹមត្រូវអាចមកមើលមួយគ្រឿងនេះបានធានាជូនមួយពេញចិត្តតែម្ដងបាទដោយសារតែឡាននេះបាទថ្មីទាំងទឹកថ្នាំថ្មីទាំងសាច់ដែកគីឡូតិចហើយការរៀបចំក៏អេមដែរបាទទាំងកម្រាលជើងតំហើយបានដំឡើងរួចរាល់ជាមួយនឹងមញ៉េ Android បំពាក់កាមេរ៉ា360ស្រាប់តែម្ដងមកដល់ចំណុចនេះពុកម៉ែបងប្អូនបាទគឺផ្នែកប្លុកម៉ាស៊ីនសម្រាប់ Valtrac មួយគ្រឿងពុកម៉ែបងប្អូនបាទក្លុកលាខ្ចៅខ្យងបាទដូចជាជើងដំបូលខ្ចៅថ្ពាល់បាទក្លុកលាផ្នែកម៉ាស៊ីនគឺនៅសំណុំស៊ីនសំណុំដើមតែម្ដងបាទខ្ចៅខ្យងក៏ដែរដោះទេហើយក៏អត់មានប្រហើរពណ៌ថ្នាំពីលើឬក៏បតក់ដែរពុកម៉ែបងប្អូនធានាជូនប្រភេទឡានថ្មីมันមានប្រវត្តិបុកប៉ះក្លុកលាខ្ចៅខ្យងសំណុំស៊ីនសំណុំដើមពុកម៉ែបងប្អូនដែលស្រឡាញ់ពេញចិត្តមកលើ Valtrac មួយគ្រឿងនេះបាទអាចណាត់មកមើលបានបើកតេស្តសាកល្បងបានបាទពេញចិត្តឡានចាំនិយាយតម្លៃគ្នាមិនថាពុកម៉ែបងប្អូនចង់ទិញដាច់បងរំលោះឬក៏វាយដូរបាទអាចអញ្ជើញមកមើលបានបើកតេស្តសាកល្បងបានដូចគ្នាបន្ទាប់ពីខ្ញុំបានធ្វើការបង្ហាញជូនបងប្អូនទស្សនាដូចជាផ្នែកខាងក្រៅផ្នែកខាងក្នុងនិងផ្នែកប្លុកម៉ាស៊ីនរួចរាល់បាទឥឡូវខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនមើលផ្នែកជើងក្រោមម្ដងValtracមួយគ្រឿងពុកម៉ែបងប្អូនបាទខាងក្រោមគឺថ្មីខ្ចីបាទអត់មានជាប់ដីក្រហមខ្ចៅខ្យងអត់មានស្នឹមឬក៏ច្រេះទេបាទធានាជូនប្រភេទឡានថ្មីឡានស្អាតបាទជាប្រភេទលំដាប់មេឡានសម្រាប់ភិនភាគដែលបាននិយាយនៅក្នុងវីដេអូបាទគឺអត់ខុសទេឡានយ៉ាងម៉េចគឺនិយាយអញ្ចឹងបាទទឹកថ្នាំស៊ីនមួយជុំឡានមិនមានប្រវត្តិបុកប៉ះបិទស្គុតរួចរាល់បាទប្រភេទឡានថ្មីសាច់ដែកខ្ចីអត់ច្រេះធានាភិនភាគបាទគឺពុកម៉ែបងប្អូនមកអត់ខុសទេបាទធានាជូនប្រភេទឡានថ្មីឡានស្អាតជាពិសេសតម្លៃបាទតែ30ជាងទេពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍អាចអញ្ជើញមកមើលបានបើកតេស្តសាកល្បងបានបាទហើយនិយាយតម្លៃគ្នាជាក់ស្ដែងតែម្ដងហើយក៏សូមអរគុណបងប្អូនបាទសម្រាប់ការទស្សនាវីដេអូកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំបានច្រើនដល់ពុកម៉ែបងប្អូនយើងដែលកំពុងស្វែងរករថយន្តទៅប្រើប្រាស់ដែលមានការធានាត្រឹមត្រូវទៅលើមិនបុកប៉ះជាពិសេសតម្លៃបាទគឺលក់ជូនពុកម៉ែបងប្អូនពិសេសតែម្ដងបាទអរគុណច្រើនបងប្អូន